សម្រាប់បងប្អូនអ្នកដែលរៀនភាសាអង់គ្លេសប្រកាសជាធ្លាប់ឃើញបាទកិច្ចសព្ទដែលបញ្ចប់ដោយ ed ឬក៏ ing ដែលសម្រាប់កិច្ចសព្ទបញ្ចប់ដោយ ed គឺមានន័យថាវាស្ថិតនៅក្នុងទម្រង់អតីតកាលជាពិសេសគឺបាទកិច្ចសព្ទទៀងទាត់ហើយបើសិនវាបញ្ចប់ដោយ ing អញ្ចឹងមានន័យថាវាស្ថិតនៅក្នុងទម្រង់អីគេ present participle ឬក៏ជា gerund ជាដើមសម្រាប់គុណនាមក៏មានដូចគ្នាដែរប៉ុន្តែអត់ដូចកិច្ចសព្ទទេនេះគឺជាសំណួរឬក៏ជាចម្ងល់ដែលយើងទទួលបាននៅក្នុង comment គាត់សួរថាតើបាទខុសគ្នាមិនរវាងបាទគុណនាមដែលបញ្ចប់ដោយ ed ឬក៏ ing ហ្នឹងអញ្ចឹងមកខ្ញុំបកស្រាយជូនតោះតាមណាអ្នកនរគ្នា Let's beginបាទសូមជម្រាបសួរនិងសួស្តីបងប្អូនអ្នកដែលនិយមសិក្សាភាសាអង់គ្លេសតាមបណ្ដាញសង្គម Facebook YouTube ឬក៏ TikTok អីជាដើមហ្នឹងហើយសម្រាប់គុណនាមក៏វាមានណាដូចជាសព្ទដែរវាបញ្ចប់ដោយ ed ឬក៏ ing ប៉ុន្តែមិនមែនទាំងអស់ទេតែមួយចំនួនទេដូចជាពាក្យ interested interesting ហើយយើងធ្លាប់ឃើញណា excited exciting bored boring មិន bored ណា bored តែជា boringអញ្ចឹងបាទគឺមានដូចគ្នាប៉ុន្តែវាខុសទៅនឹងកិច្ចសព្ទដែលកិច្ចសព្ទហ្នឹងហើយដូចខ្ញុំនិយាយនៅដើមវីដេអូគឺអតីតកាលឬក៏នៅក្នុងបាទ gerund ឬក៏ស្អីចឹងទៅប៉ុន្តែគុណនាមគឺអត់ទេវាស្ថិតនៅក្នុងទម្រង់បាទតែមួយទេបាទ present ក៏យើងប្រើអញ្ចឹង past ក៏យើងប្រើអញ្ចឹង future ក៏យើងប្រើអញ្ចឹងដែរអ្វីដែលខុសគ្នាគឺខុសគ្នាត្រង់ថានៅពេលដែលយើងយកគុណនាមហ្នឹងទៅពិពណ៌នាថាយើងពិពណ៌នាពីអីបើសិនជាយើងពិពណ៌នាពីអារម្មណ៍របស់យើងណាបាទអញ្ចឹងអាហ្នឹងគឺយើងប្រើគុណនាមដែលបញ្ចប់ដោយ ed ឧទាហរណ៍បាទឧទាហរណ៍ថាសៀវភៅមួយក្បាលបាទខ្ញុំចាប់អារម្មណ៍ទៅលើសៀវភៅមួយក្បាលហ្នឹងខ្ញុំបាទជាអ្នកចាប់អារម្មណ៍ខ្ញុំចង់ពិពណ៌នាពីអារម្មណ៍របស់ខ្ញុំបាទអញ្ចឹងខ្ញុំអាចនិយាយថា I am interested in that book ឃើញទេ I am interested in that book ប៉ុន្តែក្នុងករណីថាខ្ញុំចង់ពិពណ៌នាថាសៀវភៅហ្នឹងគឺគួរឲ្យចាប់អារម្មណ៍ខ្ញុំពិពណ៌នាពីសៀវភៅទេខ្ញុំអត់បានពិពណ៌នាពីបាទអារម្មណ៍របស់ខ្ញុំទេពីសៀវភៅអញ្ចឹងពេលហ្នឹងគឺខ្ញុំប្រើ ing That book is very interesting ឃើញទេ That book is very interesting Interesting book I am interested in that book ឃើញទេដូចជា excited ឬក៏ excitingបាទយើងចង់និយាយថាអូការធ្វើដំណើរហ្នឹងគឺវាបាទគួរឲ្យសប្បាយគួររំភើបអីចឹងទៅណា Traveling is very exciting អូខេមិនមែន excited ទេពីព្រោះពេលហ្នឹងគឺយើងបាទពិពណ៌នាពីការធ្វើដំណើរដើរលេងអញ្ចឹងណាប៉ុន្តែក្នុងករណីយើងចង់និយាយថាខ្ញុំបាទរំភើបទៅនឹងការធ្វើដំណើរមួយហ្នឹងណាការដើរលេងបាទមួយហ្នឹងបាទអញ្ចឹងយើងនិយាយថា I am excited to goអីចឹងទៅណាបាទ I am excited មិនមែនបាទ I am exciting ទេឬក៏បាទហ្នឹងហើយខ្ញុំឲ្យឧទាហរណ៍មួយទៀតគឺពាក្យថា bored ហើយនិង boring ឧទាហរណ៍យើងមើលរឿងចឹងទៅយើងចង់ពិពណ៌នាពីរឿងហ្នឹងថារឿងហ្នឹងគួរឲ្យធុញទ្រាន់ណា That movie was ឬក៏ the movie I watched was very boring រឿងដែលខ្ញុំមើលហ្នឹងគឺគួរឲ្យធុញទ្រាន់អូខេបើមិនតែយើងក្នុងករណីយើងចង់ពិពណ៌នាពីអារម្មណ៍យើងបាទអញ្ចឹងយើងថា I was bored because the movie was boring ណាខ្ញុំធុញទ្រាន់ពីព្រោះរឿងហ្នឹងវាគួរឲ្យធុញទ្រាន់អូខេបាទអញ្ចឹងយើងឃើញខ្ញុំឧទាហរណ៍តែ3ប៉ុណ្្នឹងទេអញ្ចឹងមានបាទគុណនាមផ្សេងទៀតអញ្ចឹងគឺយើងប្រើដូចតែគ្នាទេបើសិនអ្នកនរគ្នាចង់សាកល្បងថាតើយើងបាទយល់ដឹងកម្រិតណាអាចទៅធ្វើ quiz នៅក្នុងបាទ channel Telegram បានអញ្ចឹងមានតែប៉ុណ្្នឹងជួបគ្នានៅវីដេអូក្រោយ Until next time be safe I'm out peace out